ស្នេហ៍ល្អគ្នានេះជារូបដែលខ្ញុំបានផុសនៅក្នុង IG មកបងមួយចំនួនគាត់ថាស្អាតដូចកណ្ដូលចឹងតែអ្នកនរគ្នាមកពីស្នាមគឺតែខ្ញុំទៅថតទំនាស់បានរូបស្អាតចឹងណាអ្នកគ្នាឥឡូវនេះគឺខ្ញុំចេញដំណើរទៅហើយក៏បានដាក់ croissant មួយច្រើនអ្នកនរគ្នាឥឡូវនេះគឺខ្ញុំបានធ្វើដំណើរមកដល់កពតហើយនៅក្នុងវីដេអូហ្នឹងគឺថាលឿនមែនតើដូចគេជប់ចឹងខ្ញុំមកដល់ភ្លាមគឺខ្ញុំសម្រាកញ៉ាំអីហើយបន្ទាប់មកក៏ខ្ញុំ make up តែគឺខ្ញុំ make up ខ្លួនឯងងាយៗស្រួលៗហើយបន្ទាប់មកពួកខ្ញុំក៏ឡើងចាប់ដើមឡើងទៅលើភ្នំយកតែម្ដងជាមួយនឹងកាមេរ៉ាមែនហើយនឹងមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ហើយនឹងបងអូនស្រីរបស់ខ្ញុំម្នាក់ដែរនិយាយមកខ្ញុំតស៊ូខ្លាំងមែនតើអ្នកគ្នាដោយសារតែចង់បានរូបប្លែកព្រោះខ្ញុំមកដែរថតបែប concept ចឹងឡើងភ្នំហើយថតជាមួយទឹកជ្រោះអីចឹងណាអ្នកគ្នាហើយខ្ញុំចង់ប្លែកអារម្មណ៍ម្ដងហើយខ្ញុំមកដឹកស្មានថាកន្លែងទឹកជ្រោះនឹងឡើងត្រូវឡើងភ្នំឡើងអីចឹងឯអ្នកគ្នាខ្ញុំគិតថានៅក្រោមអីចឹងណាមានណាគ្រាន់តែមកដល់គឺថាឡើងបែកញើសយកតែម្ដងមកស្ទូក៏បានជួបនឹងអូនដែលគាត់ទៅលេងនៅនោះដែរចឹងហើយចង់ដឹងថាមានទឹកជ្រោះច្រើនឬក៏អត់អីចឹងណាអ្នកគ្នាហើយហិង្សាតិចដែរដោយសារគាត់ថាអត់ស្មានទឹកទេព្រោះឯខែហ្នឹងគឺថារៀងរីងអស់ហើយខ្ញុំនិយាយមកអ្នកគ្នាផាត់មុខហើយដល់50ថ្ងៃកាត់ថ្ងៃក្តៅហើយចឹងហ្មងតែខ្ញុំទៅសាររបស់ដែលខ្ញុំ make up ហ្នឹងគឺថាវាអត់ជ្រុះទេនិយាយទៅគឺ make up នៅជាប់មុខខ្ញុំតែម្ដងគឺវាអត់ទៅណាសោះហ្មងអ្នកគ្នាទៅហូរតែញើសហើយម្នាក់ឡើងអស់ខ្យល់មែនតើហ្មងនេះឡើងបានដល់ពាក់កណ្ដាលអ្នកគ្នាពួកខ្ញុំក៏ឆ្លៀតសម្រាប់ផ្លែសិនដោយសារហត់ពេកស្រាបានម៉ានហើយក៏ពួកខ្ញុំដើរធ្វើដំណើរទៅទៀតដោយសារខ្លាចវាយប់ល្ងាចពេកអីចឹងពួកខ្ញុំទៅថតហ្នឹងគឺថាវល់ល្ងាចយកអ្នកគ្នាពួកខ្ញុំក៏បានជួអ្នកនាំផ្លូវទៅដែរដោយសារពួកខ្ញុំអត់ស្គាល់ទេទៅគឺថាឧបសគ្គច្រើនមែនតើអ្នកគ្នាមើលទៅនៅក្នុងវីដេអូហ្នឹងគឺធម្មតាប៉ុន្តែដល់តែយើងទៅឡើងផ្ទះមកបានខ្ញុំមានអារម្មណ៍ថាប្លែកហើយនឹងវាខ្ញុំមិនដឹងត្រូវ explain មិនយ៉ាងណាគ្នាហើយខ្ញុំដើរបដានៅឃើញរឿងដែលខ្ញុំមើលគេធ្លាប់សម្ដែងមើលអីគេឡើងភ្នំឡើងចូលព្រៃអីចឹងខ្ញុំចាប់ដើមនឹកឃើញមកអ្នកគ្នាខ្ញុំចាប់ដើមខ្លាចបដាតែសំណាងពេលដែលទៅគឺអត់មានបញ្ហាអីអ្នកគ្នាឥឡូវនេះគឺពួកខ្ញុំបានមកដល់ហើយនិយាយទៅគឺថាសប្បាយចិត្តខ្លាំងមែនតើពេលបានមកដល់ចឹងពួកខ្ញុំក៏បានចាប់ដើមរៀបចំថតតែម្ដងខ្ញុំទៅដល់ណាក៏អត់ភ្លេចជាមួយនឹងលេស្រកទីមានខាឡាលីលីដែរអ្នកគ្នាចង់ឡើងភ្នំឡើងមេឃទៀតក៏នៅតែយកទៅតាមខ្លួនដែរមុននឹងចេញមកហ្នឹងគឺខ្ញុំលាបហើយភាសាតែពេលនេះគឺខ្ញុំត្រូវតែលាបភាសាទេដោយសារអីខ្ញុំដូរឈុតចេញមកស្លៀករៀង sexy ដែរណាមកខ្ញុំត្រូវការឲ្យស្បែកខ្ញុំហ្នឹងភ្លឺផងអ្នកគ្នាអញ្ចឹងខ្ញុំលាបបន្ថែមទៀតតែស្រមតិចមានខាឡាលីអ្នកគ្នាដឹងស្រាប់ហើយគឺថាជួយបំបត្តិសង្វារស្នាមក្រិនអីផ្សេងៗនៅលើដងខ្លួនរបស់យើងនឹងមកល្អមែនតើធ្វើឲ្យស្បែកយើងហ្នឹងសចេញពីក្នុងនិយាយទៅសបែបភ្លឺរលោងតែម្ដងហើយអ្នកគ្នាឥឡូវនេះគឺខែជាក់ហើយអញ្ចឹងស្បែកយើងស្ងួតមែនតើហ្មងបើយើងអត់ប្រើលេប្រើអីទេគឺចប់ហើយអ្នកគ្នាមើលមកគឺស្បែកនឹងឆាប់ជ្រួញហ្មងណាចាំបើអ្នកនរគ្នាចង់ប្រើលេសតឲ្យមិនប៉ះពាល់ដល់ស្បែកអ្នកនរគ្នាអាចប្រើជាមួយនឹងលេស្រងតិចមានខាឡាលីលីនេះបានគឺថាល្អមែនតើឥឡូវនេះមកមើល scam ភាពខ្ញុំថតវិញម្ដងហើយនេះគឺជាឈុតទី2ដែលខ្ញុំថតនិយាយទៅខ្ញុំទៅថតហ្នឹងគឺថតតែ2ឈុតឯអ្នកគ្នាគឺខ្ញុំនៅមានរូបច្រើនទៀតដោយសារតែគាត់តាមតា edit បានប្រហែលជា 3-4 រូបហ្នឹងចឹងទៅក៏ខ្ញុំប្រើឲ្យអ្នកគ្នាមើលលេងសិននិយាយមែនពេលដែលខ្ញុំថតនៅកន្លែងទឹកជ្រោះហ្នឹងគឺខ្ញុំខៀងខ្លាចខ្ញុំខ្លាចទៅធ្លាក់ទឹកដោយសារខ្ញុំអត់ចេះហែលទឹកទេនេះគឺអាគីគីហ្នឹងគឺថាវាជាអ្នកនាំផ្លូវដែរដល់ពេលថតចប់ត្រូវមកវិញគឺថាវាដើរចោលពួកខ្ញុំហ្មងវាអត់ចាំពួកខ្ញុំទេហើយពួកខ្ញុំឡើងចង់វិញផ្លូវអ្នកគ្នាឲ្យភ័យចង់ងាប់ហើយចាំអានអត់នេះចប់ផឹកទេចាំអានអត់ចាំអានបីសាច់ហ្នឹងអានអត់ចំពីអានហ្នឹងអានហ្នឹងមិនថាការបីសាច់ហ្នឹងអានហ្នឹងស្អល់មើលនេះអានហ្នឹងស្លឹងសឹកមកនោះនេះមែនអ្នកគ្នាអស់ចោលពេកមកបន្ទប់ទឹកឃើញកូនក្មេងក៏ឆ្លៀតសួរគ្នាទៅម្ដងពេញភ្លឺគឺថាខ្ញុំទៅញ៉ាំអីជុំគ្នាខ្ញុំហាំហូបឡើងពេញតុកមកដោយសារឃ្លាតពេកហើយយកមកអ្នកគ្នាអរគុណអ្នកគ្នាបាយបាយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេ